ថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទវិជ្ជបណ្ឌិតហងតារាដែលខ្ញុំនាំយកនៅប្រធានបទមួយយកមកចែករំលែកដល់លោកអ្នកតាក់ទងនឹងពោះវៀនអញ្ចឹងពោះវៀនរបស់យើងវាមិនចូលចិត្តអីវាមិនត្រូវការអីថ្ងៃនេះខ្ញុំនឹងជម្រាបជូនលោកអ្នកពីព្រោះយើងទាំងអស់គ្នាសុទ្ធតែមិនចង់ឲ្យយើងខ្លាចជាអ្នកជំងឺពោះវៀនទេអញ្ចឹងទី1ពោះវៀនយើងមិនចូលចិត្តអាហារដែលគេយកទៅផលិតរក្សាទុកឲ្យបានយូរបាទមានច្រើនមុខដោយលោកអ្នកបានធ្លាប់ដឹងហើយតាក់ទងទៅនឹងអាហារផ្អូមផ្អាប់ឬក៏អាហារដែលគេផលិតពីរោងចក្រមកដើម្បីទុកឲ្យបានយូរពោះវៀនយើងអត់ចូលចិត្តទេទី2ពោះវៀនយើងអត់ចូលចិត្តខ្លាញ់ពីព្រោះខ្លាញ់ទាំងអស់នោះភាគច្រើនវាធ្វើឲ្យពោះវៀនជួបនៅវិបត្តិយ៉ាងច្រើនតាក់ទងទៅនឹងការបឺតស្រូបតាក់ទងទៅនឹងការជ្រាបចូលទៅក្នុងសរសៃឈាមដែលធ្វើឲ្យពោះវៀនមានការលំបាកក្នុងការបំបែកចូលទៅក្នុងសរសៃឈាមទី3តាក់ទងជាមួយនឹងសារជាតិស្ករឬក៏អំបិលពោះវៀនយើងអត់ចូលចិត្តស្ករច្រើនទេអត់ចូលចិត្តអំបិលទេប្រសិនបើយើងដាក់អំបិលច្រើនឬក៏ចូលចិត្តស្ករច្រើននោះវានឹងធ្វើឲ្យយើងងាយនឹងកើតជំងឺពោះវៀនរហូតដល់ទៅមហារីកផងចំណុចទី4តាក់ទងជាមួយនឹងការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់យើងអ្នកខ្លះគាត់ចូលចិត្តញ៉ាំស្រាមកស្រាមិនមែនតែស្រាបៀទេស្រាអីក៏ដោយឲ្យតែស្រាអញ្ចឹងបើយើងអត់ចង់ឲ្យពោះវៀនយើងឈឺទេយើងគួរជៀសវាងពីការប្រើប្រាស់វត្ថុដែលគ្រោះថ្នាក់ដល់ពោះវៀនជាស្រាជាថ្នាំជក់អ្នកអត់ជក់ទេប៉ុន្តែអ្នកចុកបាទអ្នកចុកនឹងធ្វើឲ្យមានបញ្ហាទៅដល់ពោះវៀនដែរទី5ពោះវៀនរបស់យើងធ្វើបិទតែនៅខាងក្នុងយើងមែនប៉ុន្តែវាអត់ចូលចិត្តបញ្ហាប្រេសរ៉ាំរ៉ៃទេកាលណាយើងកើតទុករ៉ាំរ៉ៃពោះវៀនរបស់យើងធ្វើសកម្មភាពរហូតធ្វើឲ្យយើងហើមពោះឆ្អល់ពោះតឹងបាទហើយពិបាកបន្ទោបងពេលខ្លះក្តៀនពេលខ្លះរាកអញ្ចឹងបើសិនបើលាមកនៅក្នុងថង់លាមកនេះយូរវានឹងធ្វើឲ្យមានដុំឬក៏រលាកដំបៅដែលយើងហៅថាដុំសាច់នៅក្នុងពោះវៀនឬក៏ប៉ូលីបវាអាចកើតឡើងវិវត្តទៅរកមហារីកបានអញ្ចឹងលោកអ្នកបើសិនជាអត់ចង់ឲ្យពោះវៀនរបស់យើងជួបនៅវិបត្តិទាំងនេះទេគួរតែបញ្ជៀសពីបញ្ហាដែលខ្ញុំបាទជម្រាបជូននេះធ្វើឲ្យពោះវៀនយើងសប្បាយចិត្តថ្ងៃក្រោយជួបគ្នាទៀតជាមួយប្រធានបទផ្សេងទៀតសូមអរគុណសូមជម្រាបលាសហការឧបត្ថម្ភដោយមន្ទីរសម្រាប់ព្យាបាលយូរចាក់តុមុខសុខភាពរបស់អ្នកគឺជាភារកិច្ចរបស់ពួកយើង Zadico មានអានុភាពព្យាបាលបំបាត់ក្អកឈឺបំពង់កនិងកាត់បន្ថយការឈឺចាប់ក្នុងមាត់មានប្រសិទ្ធភាពបំផុត